សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទសូណាល់ម្ដងទៀតដោយសារតែមានបងប្អូនយើងខ្លះគាត់ឆាតមកសួរឬក៏គាត់ខលមកសួរគាត់សួរថាខែនេះក្តៅខ្លាំងអញ្ចឹងយើងគួរតែបង្កើនសំណើមបាញ់ម៉ាស៊ីនសំណើមឲ្យខ្លាំងអត់ទៀតប៉ុន្តែខែនេះទទួលស្គាល់គឺជារដូវក្តៅអញ្ចឹងយើងត្រូវបាញ់សំណើមឲ្យខ្លាំងជាងធម្មតាបន្តិចហើយប៉ុន្តែចង់ប្រាប់បងប្អូនថាសំណើមគឺសំណើមសីតុណ្ហភាពគឺសីតុណ្ហភាពវាមិនមែនដូចគ្នា100%ទេពីរហ្នឹងវាពាក់ព័ន្ធគ្នាដែរតែពាក់ព័ន្ធគ្នាខ្លះមិនមែនពាក់ព័ន្ធទាំងស្រុង100%ទេមិនមែនផ្ទះបតិយកម្មរបស់យើងក្តៅខ្លាំងហើយយើងគាត់ថាអូផ្ទះយើងក្តៅខ្លាំងណាស់អញ្ចឹងយើងត្រូវបើកម៉ាស៊ីនសំណើមបាញ់ឲ្យខ្លាំងដើម្បីឲ្យសីតុណ្ហភាពធ្លាក់ចុះខ្ញុំទទួលស្គាល់ថានៅពេលដែលយើងបាញ់សំណើមខ្លាំងហ្នឹងគឺអាចធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះបានតិចតួចក៏ប៉ុន្តែមិនមែនចុះបានខ្លាំងទេមានន័យថាផ្ទះរបស់យើងវាមានបញ្ហាកម្ដៅអញ្ចឹងយើងត្រូវរកប្រភពកម្ដៅណាដែលធ្វើឲ្យជះចូលទៅក្នុងផ្ទះត្រជាក់កម្មរបស់យើងដែលធ្វើឲ្យក្តៅហ្នឹងអញ្ចឹងពេលហ្នឹងគឺជាឱកាសដែលយើងត្រូវរកប្រភពកម្ដៅហើយយើងបិទបាំងវាបន្ថែមទៅដែលយើងដឹងថាឥឡូវផ្ទះត្រជាក់កម្មវាក្តៅមកតែពីរចំណុចទេវាអាចក្តៅមកពីដបូលឬក៏ពីដានបើមិនអញ្ចឹងទេមកពីអញ្ចាំងអញ្ចឹងយើងមើលទៅបើសិនជាវាក្តៅមកពីដបូលអញ្ចឹងយើងត្រូវថែមអ៊ីសូឡង់យើងត្រូវថែមពីដានថែមអីចឹងទៅដើម្បីកាត់បន្ថយកម្ដៅហើយនៅចន្លោះដបូលជាមួយនឹងពីដាននេះយើងត្រូវមានលំហូរខ្យល់ឲ្យខ្យល់វាហូរចេញចូលចឹងទៅបានធ្វើឲ្យត្រជាក់មកមានផ្ទះខ្លះគាត់ធ្វើបិទចិត្តហ្មងបិទចិត្តនៅពេលដែលកម្ដៅជះពីដបូលទៅវាទៅផ្អឹបជាមួយនឹងពីដានហ្នឹងវាក្តៅហប់នៅហ្នឹងនៅពេលដែលវាហោះចេញទៅណាអត់រួចវានឹងជ្រាបចូលទៅក្នុងផ្ទះហើយមួយទៀតបើសិនជាយើងមើលទៅអញ្ចាំងរបស់យើងហ្នឹងវាជះចំទិសខាងលិចឬក៏អញ្ចាំងរបស់យើងស្ដើងពេកអញ្ចឹងយើងត្រូវថែមអីចឹងទៅដើម្បីឲ្យកាត់បន្ថយកម្ដៅដែលទៅបុកប៉ះអញ្ចាំងរបស់យើងខ្លាំងធ្វើឲ្យជ្រាបចូលក្នុងផ្ទះឬក៏យើងអាចតជាប្រព័ន្ធសាយទឹកទៅលើអញ្ចាំងឬក៏ទៅលើដបូលអីចឹងទៅអានេះគឺជាមធ្យោបាយរៀងៗខ្លួនដែលយើងអាចធ្វើសម្រាប់កាត់បន្ថយសីតុណ្ហភាពបានប៉ុន្តែចង់បញ្ជាក់ថាបើសិនជាផ្ទះយើងក្តៅហើយយើងមិនដោះស្រាយរឿងទាំងអស់ហ្នឹងយើងខំប្រឹងបាញ់តែសំណើមអានឹងអត់ត្រូវទេសំណើមនឹងចុះបានត្រឹមតែ1-2 អង្សាអីទេវាអាចកាត់បន្ថយបានខ្លាំងទេហើយផ្ទុយទៅវិញនៅពេលដែលយើងបាញ់ខ្លាំងពេកផ្ទះរបស់យើងនៅតែជាលើសសំណើមសបុកទៅជាទុនធ្លាក់ជ្រាយឬក៏មិនចឹងទេសត្វអត់នៅតែម្ដងព្រោះខ្វះសំណើមគ្រាន់តែសបុកអត់ស្អាតទេតែបើសិនជាលើសសំណើមសត្វចូលនៅក្នុងផ្ទះនឹងអត់កើតទេប៉ុន្តែផ្ទះត្រជាក់កម្មដែលមានសំណើមហើយនិងផ្ទះត្រជាក់កម្មដែលអត់សំណើមផ្ទះត្រជាក់កម្មដែលមានសំណើមប្រកាសជាសត្វចូលចិត្តនៅហើយប៉ុន្តែជាសំណើមដែលត្រឹមត្រូវសំណើមឲ្យវានៅចន្លោះពីត្រឹម75ទៅដល់85%ទៅបានហើយកុំឲ្យឡើងដល់90ឬក៏100នឹងវាច្រើនពេកហើយតែបើផ្ទះនឹងអត់មានសំណើមសោះហ្មងហើយប្រៀបធៀបទៅផ្ទះដែលមានសំណើមបានត្រឹមត្រូវសត្វប្រកាសជាចូលចិត្តនៅផ្ទះដែលមានសំណើមជាងហើយមានបងប្អូនខ្លះគាត់អាចគិតថាពីដើមមកតិចកម្មនៅក្នុងរូងភ្នំដែលមានម៉ាស៊ីនបាញ់ទឹកផងហេតុអីក៏វានៅបានហេតុអីក៏វាចូលចិត្តនៅដោយសារតែអង្កលហ្នឹងវាអត់ទាន់មានជំរើសអញ្ចឹងវាត្រូវតែនៅហើយតាមធម្មតាមនុស្សយើងតែអត់មានជំរើសក៏អញ្ចឹងដែរនៅក្រោមខ្ទមក៏នៅដែរតែបើសិនជាមានផ្ទះសบายនៅស្រួលបួលមានម៉ាស៊ីនត្រជាក់មានម៉ាស៊ីនបោកកៅអៅមានអីហ្នឹងប្រកាសជានៅផ្ទះដែលស្រួលហើយមិនទៅនៅផ្ទះដែលពិបាកទេលុះត្រាតែអត់ជំរើសហើយណាមួយត្រជាក់កម្មដែលវានៅក្នុងរូងភ្នំហ្នឹងភាគច្រើនសុទ្ធតែនៅតាមរូងភ្នំដែលមានទឹកស្រក់មានល្បាក់ទឹកមានអីចឹងទៅស្រក់នៅក្នុងរូងភ្នំឬអញ្ចឹងទេវានៅកោះហើយកោះតាមធម្មតាវាប្រកាសជាមានសំណើមហើយបើសិនតែសមុទ្រសិតតែទឹកពាត់ជុំវិញហើយផ្ទះត្រជាក់កម្មបើសិនជាស្ទើរសំណើមហើយគឺសបុកទៅជាអត់ស្អាតហើយអញ្ចឹងនៅពេលដែលយើងប្រមូលផលយកទៅលក់អត់បានថ្លៃទេគេផ្អាប់គេអត់ចង់ទិញហើយចុះតម្រាំតែផ្ទះអត់មានម៉ាស៊ីនបាញ់ទឹកអត់មានសំណើមទៀតសបុកទៅយ៉ាងណាទៅអញ្ចឹងអានេះគឺជាយោបល់របស់ខ្ញុំជាបទពិសោធន៍របស់ខ្ញុំទេរីឯការសម្រេចចិត្តបែបណាគឺជារឿងរបស់បងប្អូនផ្ទះត្រជាក់កម្មបងប្អូនចំណាយលុយសង់ខ្លួនឯងអញ្ចឹងបងប្អូនសម្រេចចិត្តបែបណានឹងគឺជាការសម្រេចចិត្តរៀងៗខ្លួនចោះបាទអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀតហើយបើសិនជាបងប្អូនមានចម្ងល់ត្រង់ណាតាក់ទងទៅនឹងការចិញ្ចឹមត្រជាក់កម្មអីអាច comment ចូល page ឬក៏ឆាតមកសួរបានអរគុណច្រើនបងប្អូនទាំងអស់គ្នាជួយ follow page ម្នាក់មួយផងបើសិនជាចង់បានព័ត៌មានតាក់ទងទៅនឹងការចិញ្ចឹមត្រជាក់កម្ម